melatonin 4 ហ្នឹងគឺជាអីហេតុអីបានជាវាជួយឲ្យសក់របស់យើងឆាប់ដុសវែងលឿនហើយព្យាបាលរាល់បញ្ហាសក់ខូចជ្រូកទៀត Hello សួស្តីអ្នកទាំងអស់គ្នា welcome back ជួបខ្ញុំទៀតហើយខ្ញុំហួយអញ្ចឹងអ្នកទាំងអស់គ្នាក៏ដូចឃើញអញ្ចឹងថានិយាយទៅអត់តែឃើញមុខខ្ញុំគឺដឹងតែឃើញវីដេអូតទៅមួយសក់ហើយអាហ្នឹងគឺថាវាច្រើនជាងគេហ្មងតែបើវីដេអូផ្សេងៗទៀតវាអាចនឹងមានលេឡំអីអញ្ចឹងទៅអញ្ចឹងថ្ងៃនេះផងដែរក៏ខ្ញុំលើកមិននិយាយទៅជាមួយបញ្ហាសក់ប៉ុន្តែក៏ខ្ញុំលើកមកនិយាយអំពីអរម៉ូនមួយប្រភេទដែលមានឈ្មោះថា melatonin 4 មករៀបរាប់ប្រាប់អ្នកទាំងអស់គ្នាថាហេតុអីបានជាយើងគួរតែប្រើប្រាស់ផលិតផលដែលមានសារធាតុ melatonin 4 ហ្នឹងដើម្បីជួយឲ្យសក់របស់យើងដុសវែងលឿនហើយព្យាបាលរាល់បញ្ហាសក់ខូចជ្រូកទៀតអញ្ចឹងអ្នកនរគ្នាប្រហែលចង់ដឹងហើយមែនអត់ថា melatonin 4 ហ្នឹងគឺជាអីហើយវាមានមុខងារមិនខ្លះហើយប្រើទៅវាសុវត្ថិភាពឬក៏បែបណាខ្លះអញ្ចឹងតោះទៅមើលវីដេអូពេញទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដឹងអញ្ចឹងថា melatonin ហ្នឹងគឺគេបែងចែកជាពីរប្រភេទមាន melatonin ធម្មតានិងមួយទៀតគឺ melatonin 4 ហើយចំពោះ melatonin ធម្មតាហ្នឹងវាគឺជាអរម៉ូនធម្មជាតិមួយដែលវាជួយគ្រប់គ្រងវដ្តនៃការគេងរបស់យើងក៏ដូចជាការភ្ញាក់ដែលវាមានកម្រិតទាបពេកអាច 0.5 មីលីក្រាម 1 មីលីក្រាម 3 មីលីក្រាមឬក៏ 5 មីលីក្រាមអញ្ចឹងទៅហើយវាមានទម្រង់ជាគ្រាប់ឬក៏ប្រភេទជា capsule ណាហើយចំពោះ melatonin 4 វិញអាពាក្យ 4 ហ្នឹងមានន័យថាខ្លាំងដែលភាសាអង់គ្លេសគេហៅថា strong អញ្ចឹងមានន័យថាអា 4 ហ្នឹងគឺវាមានកម្រិតដូសហ្នឹងវារៀងខ្ពស់អាច5 មីលីក្រាម 10 មីលីក្រាមឬក៏អាចច្រើនជាងហ្នឹងអញ្ចឹងទៅបើសិនជាយើងធៀបជាមួយនឹង melatonin standard អញ្ចឹងណាហើយ 4 ហ្នឹងក៏វាមិនតកតងតែមួយកម្រិតខ្ពស់តែមកគេវាមានរួមបញ្ចូលទាំងវីតាមីន B6 មានទាំងmagnesium, valerian root ឬក៏ពពួកសារធាតុចម្រាញ់ពីរុក្ខជាតិដែលវាភាគច្រើនគឺវាជួយជំនួយទៅដល់ការគេងរបស់យើងអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាហេតុអីបានជា melatonin 4 ហ្នឹងវាជួយទៅដល់សក់របស់យើងជាទូទៅគឺ melatonin 4 ហ្នឹងគឺវាជួយទៅដល់ការគេងទេប៉ុន្តែវាក៏មានសារធាតុមួយដែលជា antioxidant គឺវាជួយប្រឆាំងទៅនឹងអុកស៊ីតកម្មហើយវាក៏ជួយជំរុញទៅដល់ការលូតលាស់របស់សក់របស់យើងផងដែរហើយបើសិនជាយើងមើលទៅលើផលិតផលសក់ហ្នឹងភាគច្រើនគឺគេប្រើវាគឺដើម្បីជួយកាត់បន្ថយ stress ដែលសារតែវាមាន antioxidant ហ្នឹងហើយមួយទៀតគឺវាជួយមុខងារនៃសក់របស់យើងគឺវាជួយទៅជំរុញឬសក់របស់យើងដោយផ្ទាល់ដែលភាគច្រើនគឺមាននៅក្នុងប្រភេទជាពួក lotion ឬក៏ជាប្រភេទ spray បាញ់សក់ជួយទៅបង្កើន anagen pass ដែលជាដំណាក់កាលលូតលាស់សកម្មនៃសក់នៅត្រង់ហ្នឹងអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ទៀតដែរថាអីគេ anagen pass អីហ្នឹងកាលពិតទៅវដ្តនៃសក់របស់យើងណា cycle របស់វាគឺវាមាន3ដំណាក់កាលទី1ហ្នឹងគឺ anagen pass ទី2ហ្នឹងគឺ catagen pass ទី3គឺ telo pass ហើយចំពោះ3ដំណាក់កាលហ្នឹងរបៀបដែល melatonin ហ្នឹងវានឹងជួយណានៅដំណាក់កាល anagen ហ្នឹងគឺជា melatonin ដែលវាខ្លាំងជាងគេមានន័យថា fort ហើយវាមានអាយុកាលរហូតដល់2ទៅ7ឆ្នាំមកដែលវាជួយឲ្យសក់របស់យើងដុសវែងលឿនហើយក្រាស់ជាងមុនដែលដំណាក់កាលហ្នឹងគឺជាដំណាក់កាលដែលលូតលាស់បានយូរដែលវាជួយការពារកោសិការបស់យើងពីការបំផ្លាញអុកស៊ីតកម្មជួយរក្សាសុខភាពក៏ដូចជាសកម្មជាងមុនហើយក៏វាជួយបន្ថយនៅបញ្ហាសក់ជ្រូកក៏ដូចជាជួយពន្យានៅការបញ្ចូលជាមួយនឹងពពួក telogen ដែលជួយឲ្យសក់របស់យើងហ្នឹងគឺវាជ្រុះតិចជាងមុនខ្លាំងមែនតើហ្មងតែសក់ដែលជ្រុះមុនអាយុហ្នឹងគឺវាតិចជាងមុនច្រើនហើយវាក៏ជួយកែប្រែកម្រិតអរម៉ូននៅក្នុងស្បែកក្បាលរបស់យើងហើយចំពោះដំណាក់កាល catagen ហ្នឹងគឺវាជាដំណាក់កាលមួយដែលយើងស្លាប់កោសិកាវារួញតូចអីអញ្ចឹងណាអញ្ចឹងសក់របស់យើងពេលហ្នឹងគឺវានឹងឈប់លូតលាស់ហើយវានឹងចាប់ផ្ដើមដុសលូតលាស់នៅសក់ថ្មីមកទៀតអញ្ចឹងណាហើយដំណាក់កាលហ្នឹងផងដែរគឺវាជួយឲ្យសក់របស់យើងហ្នឹងវាបាត់ជ្រុះហើយសក់ថ្មីគឺវានឹងធៀងចេញមកតែម្ដងបន្តសំណួររបស់យើងបន្តទៀតតើទៅជាមួយហេតុអីបានជាសារធាតុ melatonin 4 ហ្នឹងវាជួយឲ្យសក់របស់យើងចំណុចទៀតហ្នឹងគឺដោយសារតែវាមាន effect ប្រឆាំងទៅនឹងការលាកដែលលាកនៅក្នុងស្បែកក្បាលរបស់យើងដែលវាជាហេតុមួយដែលភាគច្រើនបើសិនជាយើងមានការលាកនៅលើស្បែកក្បាលគឺសក់របស់យើងគឺអត់ដុសក្រាស់ទេគឺសក់របស់យើងស្ដើងហ្មងហើយជ្រុះខ្លាំងមែនតើហើយវាក៏ទៅជួយគ្រប់គ្រងអរម៉ូនរបស់យើងឲ្យវា stable ដែលអរម៉ូនរបស់យើងកាលណាដែលប្រែប្រួលហ្នឹងគឺអាចបង្កឡើងដោយសារតែយើង stress ហ្នឹងឯងហើយបើសិនជាតាមតំណែងស្រាវជ្រាវអ្នកវិទ្យាសាស្ត្រដែលគាត់បានស្រាវជ្រាវតទៅជាមួយនឹងសារធាតុ melatonin 4 ហ្នឹងគឺឃើញថា melatonin 4 ហ្នឹងគឺវាខ្លាំងជាង melatonin ធម្មតាហើយក៏វាមានប្រសិទ្ធភាពនិងល្អជាង melatonin ធម្មតាហ្នឹងដែរសំណួរមួយទៀតដែលអ្នកទាំងអស់គ្នានឹងសួរខ្ញុំហ្នឹងថាតើការដែលយើងប្រើ melatonin 4 ហ្នឹងតើវាសុវត្ថិភាពអត់អ្នកទាំងអស់គ្នាប្រហែលចង់ដឹងឯមែនអត់ធម្មតាបើសិនជាអ្នកទាំងអស់គ្នាប្រើ melatonin 4ក្នុងទម្រង់ជាថ្នាំគ្រាប់អាហ្នឹងគឺវាអត់សុវត្ថិភាពទេសម្រាប់រយៈពេលវែងបើសិនជាយើងប្រើរយៈពេលខ្លីអាហ្នឹងអត់អីទេតែបើសិនជាយើងប្រើក្នុងរយៈពេលវែងគឺវាអត់ safe សម្រាប់អ្នកទាំងអស់គ្នាទេមូលហេតុអីព្រោះដោយសារតែ melatonin 4 គឺមានន័យថាដូសខ្ពស់អញ្ចឹងបើសិនជាយើងប្រើដូសខ្ពស់ជាប្រចាំរយៈពេលយូរគឺវាអត់ល្អសម្រាប់អ្នកទាំងអស់គ្នាទេ
វាអាចទៅប៉ះពាល់ទៅនឹងអរម៉ូនរបស់អ្នកទាំងអស់គ្នាដែលវាគ្រប់គ្រងទៅលើសីតុណ្ហភាពរាងកាយតកតងជាមួយនឹងការរំលាយអាហារមុខងារប្រព័ន្ធភាពស៊ាំហើយនឹងការបញ្ចេញអរម៉ូនផ្សេងៗជាពិសេសគឺតកតងជាមួយនឹងអរម៉ូនបន្តពូជរបស់យើងណាជាពពុះអរម៉ូនអេស្ត្រូជែន ប្រូជេស្តេរ៉ូនហើយនិងតេស្តូស្តេរ៉ូនហើយមួយទៀតក៏វាអាចធ្វើឲ្យយើងនឹងអង្គុយគេងពេលថ្ងៃដែរអ្នកទាំងអស់គ្នាហើយអ្វីដែលសំខាន់ហ្នឹងគឺវាធ្វើឲ្យយើងនឹងអារម្មណ៍អត់សូវល្អផ្លាស់ប្ដូរអារម្មណ៍របស់យើងអញ្ចឹងណាតែបើសិនជាអ្នកទាំងអស់គ្នាប្រើ melatonin 4ក្នុងលក្ខណៈទម្រង់ជា lotion ឬក៏ជា spray វិញបើសិនជាអ្នកទាំងអស់គ្នាប្រើទោះបីជារយៈពេលយូរខ្លាំងប៉ុណ្ណាក៏ដោយក៏វាអត់មានប៉ះពាល់សុខភាពអ្នកទាំងអស់គ្នាឬក៏មានបញ្ហាអីទៅលើអ្នកទាំងអស់គ្នាដែរមូលហេតុអីព្រោះដោយសារតែ melatonin 4នេះគឺយើងប្រើក្នុងទម្រង់ជា spray ឬក៏ lotion ហ្នឹងគឺវាអត់មានជ្រាបចូលទៅក្នុងចរន្តឈាមរបស់យើងទេយើងប្រើតែលើផ្នែកខាងក្រៅដែលវាជ្រាបចូលទៅកាន់ឬសក់របស់យើងមកប៉ុន្តែវាអត់ចូលទៅក្នុងចរន្តឈាមដូចដែលយើងលេបទេអញ្ចឹងគឺវា safe ខ្លាំងមែនតើអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាបារម្ភថាអូប្រើហ្នឹងទៅយើងមានបញ្ហាអីដូចតែយើងលេបអីហ្នឹងគឺអត់ទេគឺ safe តែម្ដងថាតើអ្នកទាំងអស់គ្នាគួរតែប្រើ melatonin 4ហ្នឹងសម្រាប់ជួយបដិសក់ក៏ដូចជាជួយការលូតលាស់សក់របស់អ្នកទាំងអស់គ្នានិងកាត់បន្ថយរាល់បញ្ហាសក់ខូចរបស់អ្នកទាំងអស់គ្នាដែរអត់ខ្ញុំគិតថាខ្ញុំ recommend ខ្លាំងមែនតើសម្រាប់អ្នកដែលគាត់មានបញ្ហាសក់អាសាជ្រូសក់របស់គាត់ងាយខូចងាយស្ងួតបែកចុងឬក៏លក្ខណៈថាសក់ដាច់សក់សពងអីអញ្ចឹងអ្នកទាំងអស់គ្នាវាថាសក់អត់សូវមានសុខភាពល្អហើយមួយទៀតគាត់អាសាកឹបគៀបអីច្រើនទៅធ្វើឲ្យសក់គាត់ឆេះអីអញ្ចឹងទៅហើយអ្វីដែលសំខាន់ហ្នឹងគឺសក់របស់គាត់ងាយដុះវែងលឿនទេហើយអត់ងាយដុះក្រាអញ្ចឹងអ្នកទាំងអស់គ្នាគឺ melatonin 4ហ្នឹងគឺជួយអ្នកទាំងអស់គ្នាបាននិយាយទៅខ្ញុំឲ្យ the best តែម្ដងអ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាប្រើលក្ខណៈជា spray បាញ់សក់អីអញ្ចឹងណាបើសិនជាមានសារធាតុ melatonin 4ហ្នឹងគឺអ្នកទាំងអស់គ្នាប្រើត្រឹមតែរយៈពេល7ថ្ងៃទៅ10ថ្ងៃអ្នកទាំងអស់គ្នាគឺថាសក់របស់អ្នកទាំងអស់គ្នាគឺចាប់ផ្ដើមប្លែកខ្លាំងមែនតើហ្មងហើយបើសិនជាឃើញកូនសក់អីបើណាញាក់មកអ្នកទាំងអស់គ្នាគឺជួយបដិសក់អ្នកទាំងអស់គ្នាខ្លាំងមែនតើអញ្ចឹងសម្រាប់អ្នកដែលគាត់និយាយថាសក់របស់គាត់ទៅពេកឬក៏ឆក់ឬក៏លក្ខណៈថាសក់របស់គាត់អាសាជ្រូកច្រើនឡើងស្ដើងអីអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចសាកប្រើជាមួយនឹង melatonin 4នឹងបានហើយនិយាយទៅគឺផលិតផលសក់ដែលមាន melatonin 4នឹងគឺអ្នកទាំងអស់គ្នាអាចចូលមកប្រើបានជាប្រភេទ spray បាញ់សក់នឹងបានហើយឥឡូវហ្នឹងគឺខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាចេះតិចតិចណាគឺខ្ញុំនឹងមានផលិតផលមួយដែលចេញមកដែលមានmelatonin 4ហ្នឹងគឺនៅក្នុងផលិតផលហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកប្រើជាមួយនឹងផលិតផល spray បាញ់សក់នេះបានដែលមានឈ្មោះថាអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់បានផលិតផលសក់ដែលមានសារធាតុ melatonin 4ហ្នឹងគឺអ្នកទាំងអស់គ្នាអាចឆាតមកកាន់ page របស់ខ្ញុំបានតិចទៀតហ្នឹងគឺផលិតផលហ្នឹងគឺនឹងចេញមកហើយរយៈពេលដូចជាប្រហែលជាមួយខែជាងទៀតឯអ្នកទាំងអស់គ្នាគឺខ្ញុំនឹងមានលក់ផលិតផលហ្នឹងហើយអញ្ចឹងអូអ្នកទាំងអស់គ្នាខ្ញុំចង់និយាយថាចេះពេលដែលខ្ញុំយកផលិតផលនឹងមកតេស្តគឺថាវាឃើញផលលឿនខ្លាំងមែនតើហ្មងអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ថាមូលហេតុអីបានជាសក់របស់ខ្ញុំកាត់ហើយគឺវាឆាប់ដុះវែងលឿនវិញអញ្ចឹងអ្នកទាំងអស់គ្នាគឺដោយសារផលិតផលមួយហ្នឹងហ្មងអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនបើសិនជាអត់ល្អខ្ញុំក៏អត់ធ្វើផលិតផលហ្នឹងយកមកលក់ឲ្យអ្នកទាំងអស់គ្នាដែរឥឡូវនេះខ្ញុំគឺថាពងរំភើបញាប់ញ័រចង់ឲ្យផលិតផលនេះចេញមកឆាប់មែនតើហ្មងព្រោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានសាកប្រើជាមួយនឹងផលិតផលហ្នឹងខ្លាំងមែនតើហ្មងសម្រាប់ឈ្មោះផលិតផលហ្នឹងគឺខ្ញុំអត់ទាន់បង្ហាញប្រាប់អ្នកទាំងអស់គ្នាទេតែខ្ញុំនឹងធ្វើវីដេអូក្រោយៗទៀតខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅពេលដែលផលិតផលហ្នឹងចេញមកហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានណាអាច order មុនក៏បានឬក៏អ្នកទាំងអស់គ្នារងចាំដល់ថ្ងៃចេញមកក៏បានដែរហើយអាចតាមដាន channel របស់ខ្ញុំជាប្រចាំទៅពេលណាដែលចេញគឺខ្ញុំនឹងផុសនៅក្នុង page របស់ខ្ញុំឬក៏នៅក្នុង YouTube របស់ខ្ញុំហ្នឹងគឺចាំតែតែអ្នកទាំងអស់គ្នាវីដេអូក្រោយៗគឺខ្ញុំនឹងមកនិយាយតែជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់ spray ហ្នឹងហើយក៏ដូចជាវាប្រើប្រាស់ក៏ដូចជាអីផ្សេងៗអញ្ចឹងអ្នកទាំងអស់គ្នាតែឥឡូវហ្នឹងវីដេអូខ្ញុំគាត់នឹងបកស្រាយអំពី melatonin 4ហ្នឹងហេតុអីបានជាវាជួយឲ្យសក់របស់យើងដុះវែងលឿនអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាយល់ណាថាហេតុអីបានជាវាជួយឲ្យសក់របស់យើងដុះវែងលឿនព្រោះដោយសារអីសារធាតុដែលជំនួយឲ្យសក់ដុះវែងលឿនព្យាបាលសក់អីហ្នឹងគឺវាមានច្រើនខ្លាំងមែនតើប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺខ្ញុំចាប់អារម្មណ៍ជាមួយនឹងសារធាតុ melatonin 4ហ្នឹងខ្លាំងមែនតើព្រោះដោយសារខ្ញុំគិតថាហេតុអីបានជាគេយកអា melatonin 4ហ្នឹងយកមកជួយសក់ទៅវិញព្រោះដោយសារអីវាតាក់ទងជាមួយនឹងការជួយសម្រួលទៅដល់ការគេងរបស់យើងអីអញ្ចឹងណាប៉ុន្តែខ្ញុំឆ្ងល់ដែរពេលនឹងហេតុអីបានជាគេយកមកប្រើទៅលើសក់អីអញ្ចឹងណាតែពេលតាមខ្ញុំស្រាវជ្រាវក៏ដូចជាសួរទៅខាងអ្នកផលិតអីអញ្ចឹងណាគឺឃើញថាអូអត្ថប្រយោជន៍វាគឺខ្លាំងមែនតើហើយខ្ញុំអត់នឹកស្មានអ្នកទាំងអស់គ្នាដល់តែខ្ញុំសាកខ្លួនឯងសាកប្រើខ្លួនឯងគឺថាវាឃើញផលមែនគឺ the best ខ្លាំងមែនតើហ្មងណាអញ្ចឹងបាទខ្ញុំដាច់ចិត្តថាគឺខ្ញុំត្រូវថាយកផលិតផលហ្នឹងយកមកប្រើហ្មងហើយយកមកចែកជូនអ្នកទាំងអស់គ្នាយកមកដាក់លក់ជូនអ្នកទាំងអស់គ្នាឲ្យបានប្រើប្រាស់បានគ្រប់គ្នាព្រោះដោយសារអីសារធាតុនេះគឺកម្រមាននៅក្នុងផលិតផលសក់នឹងខ្លាំងមែនតើអញ្ចឹងហើយបានជាឥឡូវហ្នឹងគឺខ្ញុំចេញអាផលិតផលមួយហ្នឹងមកដើម្បីឲ្យអ្នកទាំងអស់គ្នាបានសាកប្រើហើយអ្នកទាំងអស់គ្នានឹងពេលដែលអ្នកទាំងអស់គ្នាប្រើឃើញផលគឺអ្នកទាំងអស់គ្នានឹងនិយាយថាវ៉ាវហេតុអីបានអញ្ចឹងហេតុអីបានជា the best ខ្លាំងមែន
អ្នកទាំងអស់គ្នាមានចម្ងល់អីបន្ថែមទៀតអាច comment នៅខាងក្រោមវីដេអូហ្នឹងឬក៏ឆាតតាមរយៈ page របស់ខ្ញុំបាននិយាយទៅវីដេអូក្រោយៗខ្ញុំនឹងមកចេញមកនិយាយទៀតហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយនេះកុំភ្លេច like និង subscribe YouTube របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗហើយកុំភ្លេចទៅ like page របស់ខ្ញុំអ្នកមួយផងព្រោះអ្នកសារខ្ញុំអាសាផុសវីដេអូក៏ដូចជាសកម្មភាពរបស់ខ្ញុំច្រើនខ្លាំងមែនតើអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះហើយក៏អរគុណច្រើនសម្រាប់ការគ្រប់គ្រងនៅរាល់វីដេអូរបស់ខ្ញុំតែ post ចេញទៅគឺថាខ្ញុំសប្បាយចិត្តខ្លាំងមែនតើតែមានអ្នកទាំងអស់គ្នាជាកម្លាំងចិត្តរបស់ខ្ញុំគ្រប់គ្នាចឹងអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ